ស្រណោះណាស់ជីវិតពិតអារម្មណ៍ពិតរបស់កូនកំព្រាមិនស្រួលទេកំព្រាឪពុកម្ដាយតាំងពីតូចពេលនេះអាយុ17ឆ្នាំមានក្តីសុបិនចង់ជួបជុំម្ដាយឡើងវិញប្អូនប្រុសពោលទាំងទឹកភ្នែកថាខំប្រឹងរៀនជំនាញនិងសន្សំប្រាក់ឲ្យតែបានរស់នៅជាមួយម្ដាយសន្យាមើលថែម្ដាយឲ្យបានល្អមិនឲ្យម្ដាយលំបាកនោះទេមកទីចង់ឲ្យម៉ែរកកូនវិញហើយកូនលើនៅកែបឃើញវីដេអូនេះរកកូនវិញមកកូនចង់ជួបម៉ែចង់ប្រាប់គាត់ថាឆ្លាញ់គាត់ខ្លាំងជាងជីវិតខ្លួនឯងទៀតយើងនៅតែគេបាក់ពេលយើងខុសទីទួយគេស្ដីឲ្យគេបន្តពេលខ្លះគេរកដេញចេញពីផ្ទះពីអីចឹងខុសគ្នាឆ្ងាយគេមានភាពកក់ក្ដៅហើយម៉ែអូគេចិញ្ចឹមដល់ឲ្យរៀនអត់ដូចខ្ញុំគ្រូសាក៏អត់អីក៏អត់ហើយអត់បានរៀនចប់ទៀតគេថាដើរលេងមួយធ្វើបាបឪពុកម្ដាយហើយអ្នកចិត្តខាងកាត់សើចូលចិត្តគេស្អប់ខ្ពើមច្រើននៅពេលដែលអ្នកបាក់ទឹកចិត្តហើយត្អូញត្អែគិតថាជីវិតខ្លួនលំបាកវេទនាខ្ញុំសូមឲ្យអ្នកងាកមើលជីវិតពិតរបស់យុវជនវ័យក្មេងធីតារាដែលកំព្រាតាំងពីតូចមិនដែលស្គាល់មុខឪពុកផងដោយសារតែឪពុកម្ដាយបានលែងលះគ្នាតាំងពីតារានៅក្នុងពោះម្ដាយម្លេះជីវិតរស់នៅរបស់តារាត្រូវផ្ញើខ្លួននឹងផ្ទះគេដោយពាក្យចាស់ថាមានសម្បុកតែរងាព្រោះខ្វះមេបាយុវជនរូបនេះត្រូវបង្ខំចិត្តឈប់រៀនត្រឹមថ្នាក់ទី8ទាំងស្ដាយព្រោះតែគ្មានលទ្ធភាពគ្មានលុយបន្តការសិក្សាការសម្រេចចិត្តនេះព្រោះតែរូបគេមិនចង់បន្ថែមបន្ទុកដល់ក្រុមគ្រួសារអ៊ំដែលរូបគេបានផ្ញើខ្លួនរស់នៅជាមួយព្រោះគ្រួសារអ៊ំក៏មានជីវភាពមិនសូវធូរធារនិងខ្វះខាតខ្លាំងហើយមានកូនក្នុងបន្ទុកផងដែរខ្ញុំអត់មានម៉ែឪហងគាត់រត់ចោលតាំងទួតខ្ញុំនៅមួយតាំងពីទួតមកយើងនៅតែគេបាក់ពេលយើងខុសទីទួយគេស្ដីឲ្យគេបន្តពេលខ្លះគេរកដេញចេញពីផ្ទះពីអីចឹងว่าខែណាមួយកូនខ្ញុំច្រើនគាត់បាក់ទាំងយើងទាំងកូនគាត់ច្រើនខ្ញុំរកចេញរកការងារចំខ្លួនឯងអីខ្លួនឯងវិញជួយគាត់ខ្លះខុសគ្នាឆ្ងាយគេមានភាពកក់ក្ដៅហើយម៉ែអូគេចិញ្ចឹមដល់ឲ្យរៀនអត់ដូចខ្ញុំគ្រូសាក៏អត់អីក៏អត់ហើយអត់បានរៀនចប់ទៀតនេះមក15ឆ្នាំជាងហីអត់ដែរចង់ប្រាប់គាត់ថាឆ្លាញ់គាត់ខ្លាំងជាងជីវិតខ្លួនឯងទៀតបើម៉ែឯងវិញខ្ញុំនឹងចាំម៉ែឯងឲ្យដូចម៉ែឯងកាត់កូនមកបាក់មិនកូនធ្វើចឹងកាន់ឯងវិញអស់ពេលនោះគាត់ថាគាត់ទៅពេញពេលហ្នឹងគាត់ទេខ្ញុំទៅលេពេលខ្ញុំទៅអត់បានឃើញគាត់អីខ្ញុំចុះមកវិញបើតាំងពីតងកើតម៉ែគាត់ទៅខ្ញុំបានប្រហែលចូល10ឆ្នាំជាងបានជួបគាត់បាន1ឆ្នាំហើយគាត់ទៅបាត់ទៀតមកទីចង់ឲ្យម៉ែរកកូនវិញហើយកូនលើនៅកែបឃើញវីដេអូនេះរកកូនវិញមកកូនចង់ជួបម៉ែចង់តាមម៉ែខ្ញុំគាត់ឈ្មោះទីបើឃើញនិយាយទៅគាត់មកខ្ញុំវិញមកខ្ញុំមានគ្រួសារខ្ញុំមកធ្វើចឹងដូចពួកគាត់ទាំងពីរខ្ញុំទោះអត់ឃ្លានមិនក៏នៅចិញ្ចឹមកូនឲ្យរស់ហើយគ្រួសាររស់ដែរត្បិតព្រំលិខិតមិនប្រណីចំពោះរូបគេប៉ុន្តែយុវជនរូបនេះមិនបណ្ដោយឲ្យខ្លួនលិចលង់នឹងអបាយមុខឬអំពើពាលាណាមួយនោះឡើយទោះមិនបានរៀនសូត្រជ្រៅជ្រះតែតារាបានងាកមកចាប់ជំនាញវិជ្ជាជីវៈផ្នែកអគ្គិសនីដើម្បីមានមុខរបរមួយច្បាស់លាស់សម្រាប់ចិញ្ចឹមជីវិតព្រមទាំងចង់ឲ្យយុវជនដទៃដែលបោះបង់ការសិក្សានៅសាលាហើយគួរតែមករៀនយកជំនាញដាក់ខ្លួនខ្ញុំឃើញគេប្រាប់ថាសាលានឹងល្អហើយដប់ដាយើងឲ្យទៅមុខទៀតបើយើងនៅក៏ដឹងធ្វើអីដែរនៅផ្ទះនៅតលេងឬតាមអ្នកគ្រូអង្គការគាត់ប្រាប់គាត់ថាឲ្យមករៀនមុខជំនាញឲ្យទៅមុខទៀតបើយើងនៅផ្ទះក៏ដឹងធ្វើអីហើយណាមួយឬគេថាសាលានឹងល្អគេរៀនអត់អស់លុយអត់អស់អីហើយគេឲ្យលុយថ្លៃប្រាក់ខែទៀត70រៀលគេថាដើរលេងមួយធ្វើបាបឪពុកម្ដាយហើយអ្នកចិត្តខាងកាត់សើចូលចិត្តគេស្អប់ខ្ពើមច្រើនពួកគាត់ថាឲ្យមកចូលរៀនដូចខ្ញុំមកមានចំណេះជំនាញគ្រាន់បើយើងដើរលេងបែរឡោដែរខ្ញុំនឹងអភិវឌ្ឍខ្លួនឯងឲ្យជីវិតធូរធារកុំឲ្យនៅបាក់ដូចឥឡូវធំឡើងយើងជីវភាពគ្រាន់បើของអីចឹងហ្នឹងបើនៅចឹងទៀតក៏បាក់ក៏យើងនៅរៀនខំរៀនចប់ទៅអត់មកយើងខំទៅបើយើងឈប់រៀនក៏បាក់ដែរតាមខ្លួនឯងរីចម្រើននឹងកុំឲ្យបាក់ដូចឥឡូវហើយខ្លាចមកជំនាញតដល់កូនចៅខ្ញុំជំនាន់ក្រោយទៀតគាត់រៀនយើងពិតប្រាកដយើងរៀនចប់គេរកការងារឲ្យល្អវាអាងឲ្យថានៅនេះរៀនចប់គេរកការងារឲ្យហើយរៀនអត់អស់លុយអត់អស់អីទៀតហើយអរគុណដល់អ្នកគ្រូដែលគាត់បានប្រាប់ខ្ញុំឲ្យមកចូលរៀននេះគាត់ឲ្យខ្ញុំជីវភាពខ្ញុំរៀនគ្រាន់ជាងនឹងបើយើងដើរតាមនោះដឹងគ្មានចំណេះជំនាញជាប់ខ្លួនបច្ចុប្បន្នយុវជនធីតារាគឺជាសិស្សរៀនជំនាញខ្លីរយៈពេល4ខែឬ TVET 1.5M នៅក្នុងវិទ្យាស្ថានជាតិពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវ
ហើយរូកេបច្ចុប្បន្នក៏ជាជាងកំពុងហាត់ការឲ្យក្រុមហ៊ុនមួយទទួលបានកម្រៃសមល្មមអាចជួយផ្គត់ផ្គង់សម្រាប់ខ្លួនឯងផងដែរ